មុននឹងថ្ងៃសិល8គេចាត់មនុស្សធ្វើការងារអស់បើមានការងារនោះធ្វើមិនទាន់ហើយត្រូវឲ្យនរណាគ្រប់គ្រងឬគេចាត់ការជំនួសហើយបើសិនជាការងារនោះគ្មានជំនួសទេគេក៏ផ្អាកវាមួយថ្ងៃសិលដែរហ្នឹងចឹងហើយដល់យប់ហ្នឹងគេនមស្ការថ្វាយបង្គំតាំងចិត្តប្រកបដោយកុសលចេតនាហើយក៏គេដេកទៅខោកឡើងទៅមកមេក៏ហមកើតហើយកុំឲ្យមានតបែកអាចថ្ងៃក៏ហមកើតធៀងហើយចាប់លោកមុខពលមាត់សម្អាតកាយចឹងទៅឲ្យទៀនឲ្យធុនមស្ការពុទ្ធគុណធម្មគុណសង្ឃគុណហើយគេអតិថានឧបោសថប្រកបដោយអង្គ8អតិថានឧបោសថប្រកបដោយអង្គ8ហើយតែគេបានអតិថានប៉ុណ្ណឹងហើយគេមកសមាទានសិលនៅវត្តម៉ោង8ក្តីម៉ោង9ក្តីគឺអត់មានខាតបង់អានិសង្សសិលទេសិលគេពេញរហូតដល់មួយយប់មួយថ្ងៃនេះឧបោសថប្រកបដោយអង្គ8ហើយបានផលច្រើនណាស់ព្រះលោកព្រាបលោកថាសម្បត្តិដែលកើតអំពីឧបោសថតើធំធេងប៉ុណ្ណាដែលយើងគួរតែស្ដាប់ហើយចង់រក្សាឧបោសថណានិងអ្នកគ្រប់គ្រងផ្ទះលោកថានៅក្នុងចម្ពោះជីវិតយើងមាននគរ16នគរហើយនគរមួយសុទ្ធតែសម្បូរដោយមាសនិងប្រាក់ទាំងអស់លោកបញ្យល់ថាឲ្យយើងនឹងប្រមូលយកមាសប្រាក់16នគរទាំងអស់យកមកកជាមកកណោ6នៅប្រទេសឲ្យកមកកណោទាំងអស់លោកពោលថានេះមាសប្រាក់មានប្រមាណប៉ុណ្ណេះតិចតួស្ដួយឆ្ដើមទេចាញ់អានិសង្សសិលឧបោសថសិលដែលបុគ្គលបានសមាទានឲ្យកាន់យកអស់រយៈកាលមួយយប់មួយថ្ងៃហើយឲ្យចំណីគ្រប់គ្រាន់មានកម្លាំងធំធាត់ពេញទំហឹងដល់គិតជាបុណ្យវិញយកបុណ្យឧបោសថមួយថ្ងៃមួយយប់ហ្នឹងយកមកបែងចែកជា16ចម្រៀកហើយចោល15ចម្រៀកទុកមួយចម្រៀកហើយយកចម្រៀកសល់មួយហ្នឹងយកមកបែងចែកជា16ចម្រៀកហើយចោល15ហើយយកមួយហើយយកមួយហ្នឹងមកបែងចែកជា16ចម្រៀកហើយចោល15ទុកមួយហើយធ្វើអញ្ចឹងរហូតដល់16ដងលោកពូលថាមរៀបពិខុទាំងឡាយគឺវាមាសប្រាក់ទាំងអស់16នគរហ្នឹងណា16នគរហ្នឹងមិនបានស្មើមួយចំណិតខាងចុងបុណ្យរបស់អបអសតដែលគេបែងចែក16ចម្រៀកហើយ16ដងនេះចាញ់អាមួយចំណិតតូចមួយឯងចាញ់មួយចំណិតតូចទេបានលោកបញ្ជាក់ថាមរៀបពិខុទាំងឡាយមាសប្រាក់លុយកាក់ទាំងអស់ដែលគោដូចជាភ្នំ16នគរបុគ្គលត្រូវការយកទៅទិញខោអាវទិញរបស់ហូបដេកនៅលើក្រែមាសក្រែពេជ្រតុបតែងគ្រឿងអលង្ការហើយសោយសេចក្តីសុខក្នុងទ្រព្យសម្បត្តិនេះយ៉ាងតិចមនុស្សយើងរស់ត្រឹម100ឆ្នាំ100ឆ្នាំបើហានៅប្រមាណ50ឆ្នាំទៀតស្លាប់ចោលទាំងអស់ហើយដល់សោយនៅប្រយោជន៍ក្នុងបច្ចុប្បន្នទៅអស់ទៅចោលអត់មានបានអីទៅទៀតនឹងសោយផលបានប៉ុណ្ណឹងរីឯឧបោសថសិលដែលមានកម្លាំងហើយតុបតែងបានទៅកើតឋានសួគ៌ទៅកើតជាទេវតា6ជាន់ហើយស្អែកចង់កើតចាតមហារាជតវតង្យាមាតុសិតានមានរតីបរិសវតី6នគរសេចក្តីសុខក្នុងទឹកសេចក្តីសុខក្នុងឋានសួគ៌ល្អិតហើយប្រសើរជាងសេចក្តីសុខក្នុងមនុស្សមនាលភិក្ខុទាំងឡាយទេវតាឋានចាតមហារាជមកយប់មួយថ្ងៃគេស្មើនឹងយើង50ឆ្នាំហើយសម្បត្តិយើងសោយក្នុងមនុស្សលោកទៅ50ឆ្នាំចោលអស់ហើយទេវតាគេនោះទើបបានមកយប់មួយថ្ងៃហើយគេអាយុ500ឆ្នាំ30ថ្ងៃមួយខែ12ខែមួយឆ្នាំទៅហើយអាយុហាក់500ឆ្នាំស្មើនឹងយើង9លានឆ្នាំមនុស្សនឹងឋានជាន់ទៀតផងបើឋានតាវតឹងវិញយើងនៅ100ឆ្នាំស្មើនឹងគេមកយប់មួយថ្ងៃហើយ30ថ្ងៃមួយខែ12ខែមួយឆ្នាំហើយអាយុគេ1000ឆ្នាំស្មើនឹងយើង3កោ6លានឆ្នាំនេះអានិសង្សបោសតសិលទៅកើតក្នុងពិខុនេះអញ្ចឹងទេវតាឋានយាមាមកយប់មួយថ្ងៃទេវតាអង្គនោះយើង200ឆ្នាំហើយគេ30ថ្ងៃមួយខែ12ខែមួយឆ្នាំហើយគេអាយុ2000ឆ្នាំនេះតាវតឹង1000ឆ្នាំយាមា2000ឆ្នាំអញ្ចឹងស្មើនឹង3កោ6លានឆ្នាំគុណនឹង4មើលសោយសុខអញ្ចឹងទេវតាឋានដោះសត្វមកយប់មួយថ្ងៃគេយើង400ឆ្នាំ30ថ្ងៃមួយខែ12ខែមួយឆ្នាំគេអាយុ4000ឆ្នាំស្មើនឹងយើង3កោ6លានឆ្នាំនឹងអានិសង្សបោសតគេទៅកើតក្នុងគេចង់ទៅកើតក្នុងបានទៅកើតចិត្តអញ្ចឹងបានលោកព្រាបថាសម្បត្តិយើងនេះតិចតួចទេចាញ់នោះទេឯនោះវារត់សត្វរតនវត្ថុប្រាសាទដែលមានគ្មានធ្វើពីថ្មទេសុទ្ធតែកែវដណ្ដុលល្មមហើយឋានលើរត់តែអាយុច្រើនឋានដំមានតីជាន់ទី5យើងណា800ឆ្នាំគេយកថ្ងៃហើយគេអាយុដល់ទៅ8000ឆ្នាំហើយបើឋានមួយទៀតអាយុគេយូរយើងណែ1600ឆ្នាំស្មើនឹងគេនឹងយកមួយថ្ងៃគេអាយុ16000ឆ្នាំអញ្ចឹងបានថាសេចក្តីសុខក្នុងសម្បត្តិទឹកនឹងវាវែងវាសុខវាស្រួលខ្លាំងជាងសេចក្តីសុខរបស់មនុស្សហើយមនុស្សយើងមានសម្បត្តិតែនៅមានឈឺនៅមានចុកពោះនៅមានទាស់គ្នានៅទៅដើមហើយយើងឃើញហើយប្រកបដោយទុក្ខវេទនាច្រើនយ៉ាងហើយចេះសប្បាយលើកំណត់ទុក្ខហើយបើឋានទេវតាគេទៅកើតហើយអានិសង្សសិលគឺគេមិនណៃឈឺមិនបងគេគ្មានទុក្ខគ្មានភ័យគ្មានវេទនាអីក្រៅពីសោយផលជាសុខទៅអញ្ចឹងបានលោកពោលថាអានិសង្សអបសរសិលនឹងមានកម្លាំងខ្លាំងណាស់នេះកម្លាំងខ្លាំងណាស់គួរតែពុទ្ធបរិស័ទកាន់យកអបសរសិលនេះឲ្យបានហើយបើលោកយាយលោកតាខាងសិល10គឺយើងកាន់មួយអាទិត្យអីម្ដងមួយអាទិត្យម្ដងជំរះឲ្យបាក់ក្នុងមួយខែបានស្អាតមួយអាទិត្យទៅតែយើងកាន់ទេមានធំយើងចិត្តជាអ្នកសម្រេចចិត្តជាអ្នកកោចិត្តជាអ្នកតាំងចិត្តជាអ្នកវា
ធំលើចិត្តប្រសើរលើចិត្តសម្រេចលើចិត្តគ្មានណាធំជាងចិត្តក្រៅពីចិត្តខ្លួនឯងតែចិត្តយើងថាធ្វើបានតែចិត្តយើងថាអត់ធ្វើអត់បានសំខាន់ទៅលើចិត្តគ្មានបណ្ណាគេមកត្រួតយើងកែពីចិត្តយើងទេនេះហើយសុខហើយតែបានសិលនឹងជាប់ក្នុងខ្លួនហើយទានដែលយើងបានធ្វើហើយភាវនាដែលយើងបានធ្វើហើយតែងតែមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យនៃកុសលកម្មអមជាមួយនឹងសិលទុកដូចជាភាជសម្រាប់ទ្របុណ្យកុសលរបស់នោះសិលហ្នឹងហើយបើសិនជាអ្នកធ្វើទានដាច់សិលអត់គិតទៅពីបរិច្ចាគមកប៉ុន្តែសិលអត់គិតសោះមិនប្រកាសទេប្រាថ្នាចង់ទៅពេញច្បាស់ធ្លាក់កំពង់សោមវិញហើយទីសំពីវេលាទីសំកម្មចៃហេតុផលគេយប់ស្លាប់បើយប់ស្លាប់នឹងវានឹកឃើញទៅណាទៅនោះនឹងរឿងបញ្ហាបំពេញបុណ្យកុសលហ្នឹងគឺសំខាន់សិលហ្នឹងឯងចឹងបានជាព្រះលោកពូលលោកថាសិលមកពីពាក្យថាសេរៈសេរៈសេសៈសេរៈប្រែថាកម្ពូលលោកប្រែកម្ពូលមកសេសៈប្រែតែក្បាលសេរៈថោសេសៈថោប្រែតែកម្ពូលប្រែតែក្បាលមនុស្សយើងអត់មានក្បាលអត់រស់ទេពោះស៊ីមាត់អត់ក្លិនក៏មាត់ដកដង្ហើមក៏នៅច្រមុះហើយភ្នែកធ្វើការងារខួរក្បាលសម្រាប់គិតតែដាច់ក្បាលហើយចោលបានស្អីចំស្អីទៀតយ៉ាងណាវិញកុសលធម៌ទាំងអស់មានសិលជាក្បាលតែក្បាលដាច់ហើយអ្វីទាំងអស់មិនរីកចម្រើនទេនឹងដាច់ដូចគ្នាសេសៈថោនិងសេសៈថោសេរៈថោកម្ពូលដូចផ្ទះបើសិនជាដបោផ្ទះវលិចយើងដាក់ស្អីក៏វាមិននៅដែរតកទូតាំងទៅអីអ្វីនៅក្នុងផ្ទះនឹងត្រូវពុកផុយតាមភ្លៀងតាមខ្យល់តាមក្តៅតាមត្រជាក់មកហើយបើសិនជាដបោផ្ទះនឹងវាចិត្តវាមិនស្រក់ទឹកដាក់ស្អីក៏វានៅដែរយ៉ាងណាមិញបើសិនជាសិលដាច់ធ្វើបុណ្យយ៉ាងណាក៏ដោយក៏នៅតែមិនរួចខ្លួនពីអបាយភូមិចឹងគ្រាន់តែពេលខ្លះបើថាបុណ្យវាខ្លាំងទៅសោយខានសួរទៅចឹងទៅដល់ពេលអស់បុណ្យទៅវាហួសពីមនុស្សដែលយ៉ងចុះធ្លាក់ទៅអបាយភូមិនរកប្រេតអសូរិកាយដេរឆានហួសពីមនុស្សហើយបើអ្នកមានសិលទៅទេវតាត្រឡប់វិញមកមនុស្សអត់ទៅទេអបាយខុសគ្នាចឹងអត់មានទីមានប្រាំងទុកសេតលថោតិចអ្នកកម្មសិលមានចិត្តតិចគឺចិត្តមេត្តាទលំទលាយចំពោះសត្វនិងសង្ខារមានចិត្តតិចចិត្តទលាយអញ្ចឹងសិលគេត្រូវតមទោសៈកំខឹងកុំសន្សំនៃការខឹងកុំបដិខៈកុំស្នាំងថ្នាក់អានឹងបានធ្វើសិលនឹងបានអញ្ចឹងសិលប្រែតិចចិត្តគេតិចគេមានសិលហើយសេវត្តហោសិលនឹងប្រែថាស្ងប់សន្តិភាពព្រមនោះយើងតកាន់សិលវាស្ងប់តិចវាអត់មានណាទៅសម្រាប់ទៅច្បាំងទៅកាប់ទៅលួចទៅប្លន់ណាអត់អញ្ចឹងសិលនឹងល្អណាស់សិលអ្នកសិលណថោសិលប្រែថាទម្លាប់ជាប្រកបដីអេរិយាបថនៃកម្មសិលគឺជាប្រកបដីគឺមានគំនិតល្អមិនមានគំនិតប្រកបដោយបញ្ញរិយទេគឺសិលអញ្ចឹងមានន័យថាអញ្ចឹងអញ្ចឹងបានថាព្រះអង្គប្រកាសណាព្រមទាំងលោកយាយលោកតាទាំងអស់ដែលខំប្រឹងមកកាន់វត្តដើម្បីចម្រើនកម្មដ្ឋានគឺព្រះអង្គធ្វើយ៉ាងណាគិតគូរពីសិលឲ្យបរិសុទ្ធដូចជាលោកយាយនៅក្បែរគ្នាយើងត្រូវចេះជួយគ្នាទៅមានជីទៅមួយអត់ទៅជួយចិញ្ចឹមទៅប៉ុន្តែកុំអត់ប្រចាំគ្នាត្រង់បេះឲ្យញឹកជាងឯណាដាំតែត្រង់ស្រោចទឹកគឺមិនដែលមើលឃើញសោះនឹងយូរទៅកាត់ចិត្តប្រមាញ់មិនបរិច្ចាគអញ្ចឹងយើងនៅក្បែរនេះយើងសំដៅគ្នាទៅជួយគ្នាទៅមើលកោត្រូវទាំងអស់គ្នាទៅលើខ្វះស្អីកុំឲ្យមានកំណត់អាក្រក់បេះបោចចាប់យកបើយើងចង់បានស្អីគឺយើងសុំកុំឲ្យមានកំណត់លុយកញ្ចោបនចូលទៀនអីទៅច្រឡំញាត់កប៉ៅយោណែឧទាហរណ៍ថាគេចូលលុយចូលបនដាក់ផ្ទាល់អីណាហើយយើងឃើញផ្ទាល់ហ្នឹងក៏កាន់ផ្ទាល់ទៅមើលគេមើលឯងអត់ទេក៏លូកដាក់កប៉ៅបើគេឃើញបើគេអត់ឃើញគឺយកចាយទៅហើយបើគេឃើញនឹងថាខ្ញុំច្រឡំខ្ញុំវាហៀផ្ទាល់ខ្លាចជូរអស់នឹងដាក់កប៉ៅទុកទៅយើងដោះមិនក៏បានដែរប៉ុន្តែសំខាន់ត្រង់ចិត្តយើងតែយើងគិតលួចអត់បើយើងគិតលួចបើទុកជាយើងនិយាយភាសាអីក៏នៅតែលួចដែរហើយខែទាំងផោទៅទៀតផោនឹងដឹងខ្លួននឹងបាបកម្មនឹងដាច់សិលអស់ហើយ